បាទសួស្តីមកគ្នាបាទថ្ងៃនេះខ្ញុំសូមធ្វើការចែកម្លែកនៅ software មួយឈ្មោះថាបងប្អូនអ្នក AnyDesk បាទ AnyDesk ហ្នឹងគឺជា software remote បាទសម្រាប់ remote ណា remote តាមរយៈ internet ហ្នឹងដើម្បីយើងប្រើប្រាស់នៅកុំព្យូទ័រដៃគូយើងម្ខាងទៀតចូលទៅ access full control ណាមានន័យថាត្រូវការតម្លើង software អីទៅលើកុំព្យូទ័រមួយផ្សេងទៀតជាពិសេស software printer ពីចម្ងាយគឺយើងអាចប្រើ AnyDesk នេះប្រើដូច TeamViewer អញ្ចឹងតែគាត់អានេះវាមានលក្ខណៈងាយស្រួលជាង TeamViewer ណាបងប្អូនព្រោះខ្ញុំតេស្តមើលសាកមើលហើយខ្ញុំមានអតិថិជនម្នាក់គាត់នៅខាងបៃតាវាគាត់ត្រូវការខ្ញុំតម្លើង Corel Draw អញ្ចឹងខ្ញុំអាច remote តាម AnyDesk នឹងបានដើម្បីបាទចូលទៅកាន់កុំព្យូទ័រគាត់ set up កម្មវិធីទាំង lain ដែលគាត់ចង់បានបាទជាអត្ថប្រយោជន៍វាគឺបែបហ្នឹងដែលងាយៗបងប្អូនស្រួលយល់ណាបាទអញ្ចឹងជាពិសេសបងដែលគាត់លក់បាទឬក៏ជាងខាង software ខាង computer ឬខាង printer ហ្នឹងគាត់អាចប្រើប្រាស់កម្មវិធីនេះបាទជាជំនួយក្នុងការដំឡើង software driver ជាមួយនឹង computer របស់អតិថិជនរបស់ពួកគាត់បានបាទប្រើ AnyDesk នេះបងប្អូនណាបាទហ្នឹងហើយឬក៏ជាការចែកម្លែកនៅ software ផ្សេងយើងអាចចែកម្លែកគ្នាបានដោយ direct តែម្ដងតាមរយៈ AnyDesk ហ្នឹងបាទអញ្ចឹងបងប្អូនវាយនៅលើ Google បាទយើងបើក Google Chrome មួយមកឬក៏ Mozilla Firefox ក៏បានឬក៏កម្មវិធី Microsoft Edge ក៏បានដែរយើងវាយពាក្យថា anydesk.com មកបាទ anydesk.com មកវា load មកចេញផ្ទះ website បែបហ្នឹងបងប្អូនចុចលើ download នេះបាទ download ហ្នឹងមកបាទចុចលើ download ហ្នឹងមកវានឹង download បាទតម្លាក់មកចេះណាបងប្អូនណាបាទហ្នឹងនេះតម្លាក់មកចេះ8 MB ចឹងណាតោះមកយើងចុចលើក្បាលនេះ folder ហ្នឹងមកវាលោតផ្ទាំងនេះមកយើងមកស្ដាប់យកពាក្យ open មកបាទ open មក open វាមករងចាំបន្តិចតមកបងប្អូននេះចុចលើ install ណាចុចលើ install AnyDesk ចុចលើហ្នឹងមកតមកនឹងចុចលើ accept នេះ accept and install យ៉ានៅកងនេះចុចលើវាមកហើយយក yes បងប្អូនណាលុនត្រូវមកសួរយក yes យក yes ត្រូវមិញហ្នឹងឲ្យយើងចុចយក yes ណាឥឡូវខ្ញុំបិទចោលបាទនេះបន្តមកចុចលើ install បងប្អូនណា install នេះ install បាទ install ហើយរងចាំវាបន្តិចសិនឥឡូវខ្ញុំបិទទាំងនេះចោលវិញអស់ទៅទាំងយើងតម្លើងនេះមួយមកបាទ install ឥឡូវរួចរាល់បងប្អូនណាបានហើយនេះបាន interface វាមកបែបហ្នឹងណាបងប្អូនណាបាទហ្នឹងហើយនេះ AnyDesk បាទអញ្ចឹងកន្លែងរបៀបប្រើអត់បានទេបងប្អូនកន្លែង welcome នេះកន្លែងនេះកន្លែង new session នេះយើងចុច enter remote មានថាកន្លែងហ្នឹងយើងឲ្យដៃគូយើងម្ខាងទៀតនេះបង្ហាញលេខនេះតាមរយៈ Telegram ឬក៏តាម Messenger ក៏បានដែរបាទឲ្យគាត់បង្ហាញនៅលេខកូដហ្នឹងមកយើងវាយចូលប្រឡោះនេះចាចូលប្រឡោះហ្នឹងមកចុច enter ទៅវានឹងបញ្ជូនសារ remote ទៅកាន់ដៃគូយើងម្ខាងទៀតហើយបងប្អូនណាដៃគូយើងម្ខាងទៀតហើយពេលហ្នឹងគាត់ accept ទៅគាត់ទទួលយកឲ្យយើងចូលទៅយើងក៏ចូលទៅគ្រប់គ្រងកុំព្យូទ័រនឹងបានតែម្ដងគឺយើងអាចចុចតម្លើងកម្មវិធីនៅលើកុំព្យូទ័រគាត់ដៃគូយើងម្ខាងទៀតបានតែម្ដងអានេះដោយសារខ្ញុំអត់មានដៃគូដែលថា remote អញ្ចឹងខ្ញុំក៏ឧទាហរណ៍គាត់និយាយបងប្អូនយល់ណាបងប្អូនមានចម្ងល់ហើយអាច comment សួរនៅខាងក្រោមបានទៅនឹងការប្រើប្រាស់បងប្អូនបាទអរគុណច្រើនបងប្អូនបាទកុំភ្លេចជួយចុច like subscribe follow ដើម្បីទទួលបានវីដេអូផ្សេងៗជាច្រើនទៀតបងប្អូនណាបាទអរគុណជម្រាបលា